តើអ្នកចង់ឲ្យបទពិសោធន៍និងជំនាញរបស់អ្នកត្រូវបានទទួលស្គាល់ជាផ្លូវការឬទេការវិតម្លៃទទួលស្គាល់ជំនាញពីមុន OPL អាចជួយប្រែក្លាយបទពិសោធន៍និងជំនាញដែលមានពីមុនឲ្យក្លាយទៅជាលិខិតទទួលស្គាល់ផ្លូវការសន្សំសំចៃពេលវេលានិងថវិកាក្នុងការសិក្សាព្រមទាំងទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលច្រើនជាងមុនតើបងប្អូនត្រូវត្រៀមខ្លួនដូចម្តេចខ្លះដើម្បីចូលរួមធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនវីដេអូណែនាំស្ដីពីដំណើរការនៃការធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនការងារកំបោរបងប្អូនអាចចុះឈ្មោះស្នើសុំធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនចាប់ពីថ្ងៃជូនដំណឹងនេះតទៅតាមរយៈប្រព័ន្ធអនឡាញឬទាក់ទងមកលេខ1297ឬមកដាក់ពាក្យដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការនៅតាមមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពចំនួន9ទីតាំងតាមរយៈ QR Code បេក្ខជនត្រូវមកបង្ហាញខ្លួននៅមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពដែលបានចុះឈ្មោះតាមការណាត់ជួបឲ្យបានមួយសប្តាហ៍មុនថ្ងៃធ្វើតេស្តដើម្បីស្ដាប់ការណែនាំពិនិត្យបន្ទប់ប្រឡងនិងទីតាំងអនុវត្តត្រួតពិនិត្យសម្ភារៈឧបករណ៍បរិក្ខារនិងគ្រឿងប្រដាប់ការពារសុវត្ថិភាពសម្រាប់ការធ្វើតេស្តវិតម្លៃនិងផ្ទៀងផ្ទាត់ព័ត៌មានដោយភ្ជាប់មកជាមួយនៅឯកសារចាំបាច់មួយចំនួននៅថ្ងៃធ្វើតេស្តជំនាញបេក្ខជនត្រូវមកដល់កន្លែងផ្ដល់ព័ត៌មាននៅក្នុងមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពឲ្យបានយ៉ាងតិច1ម៉ោងមុនពេលចាប់ផ្ដើមទៅធ្វើតេស្តវិតម្លៃដោយភ្ជាប់មកជាមួយនៅសាលាកបាត់ឯកតជនដើម្បីផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនពេលបេក្ខជនទៅដល់ទីតាំងអនុវត្តតេស្តជំនាញអ្នកវិតម្លៃសមត្ថភាពនឹងផ្ដល់នូវឧបករណ៍បរិក្ខារនិងសម្ភារៈដែលចាំបាច់ផ្ដល់ការណែនាំអំពីបទបញ្ជាផ្ទៃក្នុងនិងសេចក្តីណែនាំសម្រាប់ការប្រតិបត្តិជំនាញរយៈពេល10ទៅ15នាទីបន្ទាប់មកទៀតបេក្ខជនត្រូវពិនិត្យនិងផ្ទៀងផ្ទាត់សម្ភារៈឧបករណ៍និងបរិក្ខារដែលមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពបានរៀបចំជូនតាមបញ្ជីដែលមានក្នុងវិញ្ញាសាប្រតិបត្តិ15នាទីមុនពេលចាប់ផ្ដើមការអនុវត្តជំនាញបេក្ខជនត្រូវអនុវត្តវិញ្ញាសាប្រតិបត្តិការងារកំបោរក្នុងរយៈពេល3ម៉ោង00នាទីដែលអ្នកវិតម្លៃសមត្ថភាពនឹងពិនិត្យនិងផ្ដល់ពិន្ទុដោយស្របតាមលក្ខខណ្ឌវិនិច្ឆ័យនៃការប្រតិបត្តិការចំនួន2គឺវិញ្ញាសាប្រតិបត្តិទី1ការងាររៀបឥដ្ឋរយៈពេល1ម៉ោង30នាទីនិងវិញ្ញាសាប្រតិបត្តិទី2ការងារបូកសម្អាតរយៈពេល1ម៉ោង30នាទីដែលវិញ្ញាសានីមួយៗមានកិច្ចការប្រតិបត្តិចំនួន3ដូចខាងក្រោមនៅក្នុងវិញ្ញាសាប្រតិបត្តិទី1ការងាររៀបឥដ្ឋកិច្ចការប្រតិបត្តិទី1បេក្ខជនត្រូវតែពាក់គ្រឿងប្រដាប់ការពារសុវត្ថិភាពជាមុនសិនរួមមានមួកសុវត្ថិភាពវ៉ែនតាម៉ាស់អាវពន្លឺស្រោមដៃជ័រនិងស្បែកជើងសុវត្ថិភាពបន្ទាប់មកបេក្ខជនត្រូវត្រួតពិនិត្យឧបករណ៍សម្ភារៈសម្រាប់ប្រតិបត្តិការងាររៀបឥដ្ឋកិច្ចការប្រតិបត្តិទី2បេក្ខជនត្រូវអានប្លង់ឬគំនូរបច្ចេកទេសវាស់វែងដៅចំណុចចងខ្សែស្នូលឲ្យបានត្រឹមត្រូវតាមប្លង់និងជ្រើសរើសឧបករណ៍សម្ភារៈសម្រាប់ការងាររៀបឥដ្ឋបេក្ខជនត្រូវផ្សាំឥដ្ឋមុនពេលអនុវត្តការងាររួចបេក្ខជនបន្តអនុវត្តរៀបឥដ្ឋរហូតដល់បញ្ចប់ការងារកិច្ចការប្រតិបត្តិទី3បេក្ខជនត្រូវសម្អាតនិងរៀបចំទុកដាក់ឧបករណ៍សម្ភារៈនិងកន្លែងអនុវត្តការងារនៅក្នុងវិញ្ញាសាប្រតិបត្តិទី2ការងារបូកសម្អាតកិច្ចការប្រតិបត្តិទី1បេក្ខជនត្រូវអានប្លង់ឬគំនូរបច្ចេកទេសរៀបចំសម្អាតផ្ទៃសម្រាប់បូកវាស់វែងកំណត់កម្រាស់សាច់បូកផ្សើមផ្ទៃជញ្ជាំងបន្ទាប់មកចាប់ផ្ដើមការងារបូកតាមបទដ្ឋានការងារកិច្ចការប្រតិបត្តិទី2បេក្ខជនត្រូវសម្អាតរៀបចំទុកដាក់ឧបករណ៍សម្ភារៈនិងសម្អាតកន្លែងអនុវត្តការងារបន្ទាប់ពីបញ្ចប់ការអនុវត្តវិញ្ញាសាប្រតិបត្តិអ្នកវិតម្លៃសមត្ថភាពនិងពិនិត្យកិច្ចការរបស់បេក្ខជននិងសម្ភាសន៍បេក្ខជនរយៈពេល15នាទីក្រោយបញ្ចប់ការសម្ភាសន៍អ្នកវិតម្លៃសមត្ថភាពនឹងធ្វើការសម្រេចចិត្តថាបេក្ខជនមានសមត្ថភាពឬមិនទាន់មានសមត្ថភាពតាមលទ្ធផលនៃកិច្ចការដែលបេក្ខជនបានអនុវត្តបេក្ខជននិងអ្នកវិតម្លៃសមត្ថភាពត្រូវចុះហត្ថលេខាទទួលស្គាល់លើលទ្ធផលនៃការវិតម្លៃសមត្ថភាពនេះមុនពេលប្រគល់ជូនទៅមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពដើម្បីចេញវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពនឹងចេញវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញជូនដល់បេក្ខជនតាមលទ្ធផលរបស់អ្នកវិតម្លៃសមត្ថភាព OPL ធ្វើឲ្យបទពិសោធន៍និងជំនាញរបស់អ្នកក្លាយជាវិញ្ញាបនបត្រដែលមានការទទួលស្គាល់